អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះចង់ចែករំលែកការលំហាត់ប្រាណឲ្យសម្រកខ្លាញ់ម៉ូតូខាងក្រោមក្បាលពោះខាងក្រោមហ្នឹងបងប្អូនចឹងហើយការក្បាច់មួយនេះគឺស្រួលលេងទេបងប្អូនត្រូវតែយកដៃតោងដៃខាងលើនោះដើម្បីយើងយកកម្លាំងដៃបោះជើងជង្គង់ឡើងហើយនឹងហើបគូតបងប្អូនត្រូវតែផ្ដោតទៅលើកម្លាំងក្បាលពោះខាងក្រោមហ្នឹងប្រឹងឲ្យតឹងរហូតព្យាយាមទប់លំនឹងជើងឲ្យជាប់អញ្ចឹងបងប្អូនត្រូវតែបោះជើងឡើងលើត្រូវតែហើបគូតឡើងដើម្បីយើងយកក្បាលពោះខាងក្រោមឲ្យណែនហាប់ល្អហើយមួយទៀតការទម្លាក់ជើងនេះបងប្អូនមិនឲ្យត្រូវហើបចង្កេះទេយើងទម្លាក់តែជង្គង់ហើយជើងគូតយើងព្យាយាមលំនឹងខាងក្រោមនឹងឲ្យជាប់កុំឲ្យហើបចង្កេះកុំឲ្យវាឈឺចង្កេះអញ្ចឹងណាបងប្អូនទី2បងប្អូនត្រូវតែគេងឲ្យគ្រប់គ្រាន់ញ៉ាំឲ្យគ្រប់គ្រាន់ហើយត្រូវតែញ៉ាំរបបអាហារដែលត្រឹមត្រូវដែលគ្រូបានណែនាំញ៉ាំចឹងហើយបងប្អូនត្រូវតែអនុវត្តធ្វើតាមគ្រូការលំហាត់ប្រាណនេះយើងគ្រាន់តែយើងប្រើពេលវេលារៀងយូរបន្តិចដើម្បីយើងវឹកហាត់ឲ្យសាច់ដុំយើងណែនហាប់ល្អឲ្យវាឆាប់ស្រកលឿនចឹងណាអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹង